បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទស្សនិកជនជាទីគោរពបាទនៅក្នុងថ្ងៃនេះជួយជាមួយខ្ញុំបាទ Mr. IC បាទយើងខ្ញុំសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកជួបនឹងចំណេះដឹងទូទៅបាទតាក់ទិនទៅនឹងរឿងរ៉ាវបាទស្អុយមាត់បាទពុកម៉ែបងប្អូនធ្លាប់ឲ្យដែរឆ្ងល់ដែរឬទេបាទស្អុយមាត់រាប់ខែតែម្ដងបាទក្រោយពេលដែលដឹងការពិតគឺហួសចិត្តតែម្ដងបាទនេះគឺជារឿងរ៉ាវមួយដែលបណ្ដាលឲ្យយើងស្អុយមាត់បាទនៅក្នុងពេលដែលយើងសន្ទនាជាមួយអ្នកដទៃបាទតើពុកម៉ែបងប្អូនធ្លាប់មានអារម្មណ៍ថាពេលដែលអ្នកកំពុងតែសន្ទនាបាទជាមួយនឹងដៃគូរបស់ពុកម៉ែបងប្អូនបាទមានគេយកដៃឬក៏កន្សែងខ្ទប់មាត់បាទខ្ទប់ច្រមុះបាទរបស់គេដែរទេបាទបើអ្នកដែលមានអារម្មណ៍ថាខ្លួនឯងមានក្លិនមាត់បាទអាក្រក់បាទហើយក្លិនមាត់ស្អុយនោះបាទពិតជាមានអារម្មណ៍មួយខ្មាស់អៀនគេមែនទែនបាទអញ្ចឹងយើងមិនចាំបាច់ឆ្ងល់ទៀតទេបាទមូលហេតុធាតុពិតគឺវាជាកត្តាជីវសាស្ត្របាទដែលកើតឡើងបាទទៅលើមនុស្សគ្រប់រូបតែម្ដងបាទគ្រាន់តែអ្នកខ្លះគេដឹងបាទអ្នកខ្លះទៀតនៅមិនទាន់ដឹងថាស្អុយមាត់នោះដោយសារស្អីបាទជាធម្មតាបាទអ្នកប្រកាសជាថាធ្លាប់បាទប្រកាសជាធ្លាប់ឬឮគេនិយាយថាស្អុយមាត់បាទឬក៏ស្អុយដង្ហើមជាដើមបាទហើយអ្នកខ្លះក៏ធ្លាប់សួរបាទក៏ធ្លាប់ឆ្ងល់ខ្លួនឯងថាប្រហែលជាមានបាទមានថ្មិញមួយណាខូចមួយបាទឬក៏ហូបអីច្រឡំហើយបាទជាស្អុយមាត់ដូច្នេះបាទអញ្ចឹងសូមពុកម៉ែបងប្អូនបាទឈប់យល់ច្រឡំទៀតទៅបាទប្រហែលមកពីអ្នកមានថ្មិញខូចបាទអីក៏ធំក្លិនមាត់ហ្នឹងបាទមិនមែនមកពីថ្មិញខូចឬក៏បាទមកពីធំអាក្រក់អ្វីផ្សេងដែលយើងញ៉ាំអាហារខុសនោះទេបាទគឺវាបណ្ដាលមកពីបាទការបាទបណ្ដាលមកពីការស្ទះបាទស្ទះបាយនៅក្នុងបំពង់ករបស់ពុកម៉ែបងប្អូនបាទហើយការញ៉ាំអីខុសបាទឬក៏ការបាទឬក៏ការខូចធ្មេញបាទវាមិនមែនជាកត្តាដែលបណ្ដាលឲ្យធំក្លិនមាត់បាទរាប់ខែអញ្ចឹងទេបាទហើយពុកម៉ែបងប្អូនតែងតែជួបប្រទះបញ្ហាស្អុយមាត់ដោយសារតែធ្មេញបាទដោយសារតែបំពង់កបាទដោយសារតែអាការហូបចំណីខុសនេះគឺមិនមែនទេបាទអញ្ចឹងយើងមកដឹងទាំងអស់គ្នាបាទតាក់ទិនទៅនឹងចំណេះដឹងមួយនេះបាទអញ្ចឹងឈប់ស្ងល់ទៀតបាទតាក់ទិនទៅនឹងរឿងរ៉ាវមួយនេះបាទហើយការស្អុយមាត់នេះមានប្រជាពលរដ្ឋខ្មែរបាទបងប្អូនមួយចំនួនដែលគាត់ព្យាយាមបាទទិញទឹកខ្ពុលមាត់បាទព្យាយាមបាទញ៉ាំស្ករកៅស៊ូឬក៏របស់អ្វីផ្សេងដែលជួយបន្លប់ស្អុយមាត់បាទវាជួយបានតែមួយរយៈពេលតែប៉ុណ្ណោះបាទក្រោយពេលដែលយើងឈប់ប្រើពីមួយថ្ងៃក្រោយមកទៀតបាទវានៅតែភាយចេញហើយធំក្លិនដដែលបាទអញ្ចឹងសូមអ្នកឈប់បារម្ភទៀតទៅបាទវាគ្មានអ្វីចម្លែកទៀតទេបាទក្លិនមាត់អាក្រក់របស់មនុស្សយើងគឺវាកើតឡើងដោយសារតែបាទដោយសារតែដុំកាកសំណល់បាទដែលបញ្ចេញដោយរុន2នៅខាងបាទនៅខាងក្រឡៅរបស់អ្នកបាទនៅខាងក្រោយក្រឡៅរបស់អ្នកអញ្ចឹងយើងមកមើលទាំងអស់គ្នាបាទរុន2ហ្នឹងបាទនៅខាងក្រៅបាទខាងក្រៅក្រឡៅបាទក្រឡៅរបស់អ្នកបាទនៅពេលដែលអ្នកហាមាត់ឲ្យធំហើយឆ្លុះកញ្ចក់បាទនោះអ្នកនឹងឃើញវាបាទដុំកាកសំណល់ពណ៌រៀងលឿងនេះបាទវានឹងជាកំទេចបាទកាកសំណល់តូចបាទដែលនៅសេសសល់ពេលដែលអស់លោកអ្នកបាទបរិភោគអាហារបាទហើយវាក៏ជាបាក់តេរីនិងមានក្លិនដូចអូស្មန်សុលភួរបាទនៅពេលដែលវាឡើងណែនច្រើននៅក្នុងរុនបាទរុននោះទាំងពីរបាទវានឹងបញ្ចេញកាកសំណល់ពណ៌លឿងបាទនេះចេញមកក្រៅបាទអញ្ចឹងយើងមកមើលទាំងអស់គ្នាបាទវិធីសាស្ត្រពិតជាងាយមែនទែនដើម្បីព្យាបាលបាទនៃការកក់បាទកាកសំណល់ស្ទះនៅក្នុងរុននេះដែលពណ៌លឿងហ្នឹងវាបណ្ដាលឲ្យពុកម៉ែបងប្អូនមានបញ្ហាស្អុយមាត់បាទមិនមែនមកពីធ្មេញឬក៏ការញ៉ាំអាហារខុសនោះទេបាទអញ្ចឹងយើងគួរតែយកបាទវិធីងាយដោះស្រាយវាបាទបើសិនជាលោកអ្នកមានអារម្មណ៍ថាធំក្លិនមាត់អាក្រក់បាទសូមអ្នកហាមាត់ឲ្យធំហើយឆ្លុះកញ្ចក់បាទហើយរកឧបករណ៍វែងឬក៏ស្អាតមួយមកឆ្កេះវាចេញបាទមកក្រៅថ្នមបាទគឺក្លិនអាក្រក់នៅក្នុងមាត់នឹងបាត់ដោយស្វ័យប្រវត្តិតែម្ដងបាទអញ្ចឹងយើងនេះគឺជាដំណោះស្រាយនៃការដោះស្រាយបាទតាក់ទិនទៅនឹងការស្អុយមាត់របស់ពុកម៉ែបងប្អូនមិនមែនមកពីការខូចធ្មេញឬក៏ការញ៉ាំចំណីអាហារបាទអាខុសនោះទេបាទបើសិនជាវាការញ៉ាំខុសបាទការស្អុយធ្មេញគឺវាស្អុយតែមួយផ្លែទេបើយើងដុសធ្មេញគឺវាអត់វាបាត់ស្អុយហើយប៉ុន្តែដល់ពេលដែលពុកម៉ែបងប្អូនដុសធ្មេញហើយបាទហើយការញ៉ាំអាហាររើសបានត្រឹមត្រូវវានៅតែស្អុយទៀតគឺបណ្ដាលមកពីកត្តានឹងឯងបាទអញ្ចឹងរឿងរ៉ាវមួយនេះយើងខ្ញុំក៏សូមបញ្ចប់ត្រឹមនេះអរគុណច្រើនសម្រាប់ការតាមដានរបស់ពុកម៉ែបងប្អូនតាំងពីដើមរហូតមកដល់ទីបញ្ចប់បាទសូមអរគុណច្រើនសូមជម្រាបលា